តិក្នុងហ្នឹងបាទអរគុណដូចលោកមានប្រសាសន៍ពីខាងដើមមិញថាបណ្ដាញហ្នឹងនឹងធ្វើគោលការណ៍ដាក់ឲ្យគណៈបកនឹងអនុវត្តហើយអនុវត្តនៅគោលការណ៍អ្វីមួយដែលបណ្ដាញដាក់ឲ្យដូចជាគោលនយោបាយដោះស្រាយរឿងដីធ្លីអីចឹងឧទាហរណ៍ករណីអញ្ចឹងបើយើងមើលបច្ចុប្បន្ននេះវិញប្រជាពលរដ្ឋភាគច្រើនលោកសូមឲ្យមានដំណោះស្រាយពីរដ្ឋាភិបាលដាក់ញត្តិថែមទាំងបដកម្មជាបន្តបន្ទាប់ប៉ុន្តែព្រីទៅវិញវាហាក់បីដូចជាដំណោះស្រាយអត់ទៅមានទេចង់និយាយថាបញ្ហានៅតែមានការតវ៉ានៅតែមានអញ្ចឹងបើមិនជាបណ្ដាញនឹងធ្វើអញ្ចឹងហើយគេអត់អនុវត្តទាំងពីរអនុវត្តហើយបានអនុវត្តតាមមានវិទ្យាបាយអីដើម្បីជំរុញឲ្យរដ្ឋាភិបាលអនុវត្តបាទខ្ញុំគិតថាវាដូចតែយើងកើតជំងឺហើយនឹងព្យាបាលជំងឺយ៉ាងធម្មតាជំងឺវាមានគេហៅថាចេញមកជាភាសាអង់គ្លេសគេហៅ symptom វាជារោគសញ្ញាហើយនឹងជំងឺពិតប្រាកដរឿងដីធ្លីរឿងដេញបរិយាកីឡារឿងអីអាហ្នឹងវាចង់និយាយថាវាជារោគសញ្ញាកើតឡើងប៉ុន្តែបញ្ហាពិតប្រាកដនៃជំងឺនឹងស្អីខ្ញុំគិតថាអាហ្នឹងជារឿងសំខាន់ណាស់បញ្ហាពិតប្រាកដនៃជំងឺនឹងគឺការរៀបចំអភិបាលកិច្ចគ្រប់គ្រងដឹកនាំប្រទេសនឹងវាអត់ទាន់បានល្អអញ្ចឹងហើយបានពីចេះតែកើតមានឡើងគឺអំណាចវានៅប្រមូលផ្ដុំគឺអតលយភាពអំណាចរវាងសភាតលយភាពអំណាចរវាងតុលាការរវាងរដ្ឋាភិបាលនឹងវានៅមានកម្រិតខ្សោយគឺប្រព័ន្ធយុតិធធម៌មួយអត់ទាន់មានអភិក្រិតភាពនៅក្រោមអធិបុលខ្លាំងពីអ្នកនយោបាយអញ្ចឹងហើយវាចិត្តតែកើតមានជំងឺផ្សេងចេញជារោគសញ្ញាផ្សេងឲ្យយើងឃើញអញ្ចឹងខ្ញុំគិតថាយើងត្រូវសម្លឹងមើលថាតើជំងឺពិតប្រាកដជំងឺធំនឹងវានៅកន្លែងណាសង្គមយើងហើយបើយើងរកអានឹងឃើញយើងដោះស្រាយវាត្រូវខ្ញុំគិតថាជំងឺរោគសញ្ញាផ្សេងវានឹងបាត់ទៅឯងទេបាទលោកកំណើយើងឃើញការតវ៉ារបស់ប្រជាពលរដ្ឋគួរឲ្យកោតសរសើរហើយគួរឲ្យគាំទ្រប៉ុន្តែប្រន់ក្នុងកលៈទេសៈនេះវាការតវ៉ានឹងវាហាក់បីដូចជាដាច់ដោយដុំព្រះសង្ឃតវ៉ាទៅយុវជនតវ៉ាទៅបង្កក់តវ៉ាទៅសហជីពតវ៉ាឬប្រាក់ខែទៅរឿងបង្កក់ក៏អត់ដឹងទេអញ្ចឹងណាអញ្ចឹងបានន័យថាការតវ៉ាសម្លេងឬក៏បណ្ដាញនេះវានៅដាច់ដោយឡែកយើងព្យាយាមរកកាវយើងព្យាយាមរករចនាសម្ព័ន្ធយើងព្យាយាមរកយន្តការណាមួយដើម្បីឲ្យគាត់ធ្វើការរួមគ្នាបើសិនបើគាត់ធ្វើការរួមគ្នាបានគឺគាត់នឹងអាចឈ្នះហើយអ្វីដែលលោកសំអ៊ីនបានមានប្រសាសន៍ហ្នឹងដីធ្លីការបណ្ដេញចេញវាជារោគសញ្ញាឬក៏វាជាចង្កោមរោគសញ្ញាប៉ុន្តែរោគសញ្ញាចង្កោមរោគសញ្ញាហ្នឹងព្យាបាលមិនក៏អត់ជាទេបើសិនជាយើងមិនទៅសម្លាប់មេរោគហើយមេរោគហ្នឹងគឺមេរោគដែលសង្គមមួយគ្មានប្រជាធិបតេយ្យមេរោគដែលសង្គមមួយគ្មានប្រជាធិបតេយ្យមកពីគណៈបកហ្នឹងវាគ្មានប្រជាធិបតេយ្យមកពីសមាជិកហ្នឹងគាត់អត់ទាន់យល់ដឹងប្រជាធិបតេយ្យថាគាត់ត្រូវទៅជ្រើសរើសបេក្ខភាពនាយករដ្ឋមន្ត្រីយ៉ាងដូចម្ដេចនៅក្នុងបករបស់គាត់ត្រូវជ្រើសរើសមេបកហ្នឹងយ៉ាងដូចម្ដេចហើយបើមេបកធ្វើមិនបានគាត់ត្រូវតម្លាក់មេបកហ្នឹងយ៉ាងដូចម្ដេចអាហ្នឹងវាជារឿងមួយដល់ពេលប្រកួតប្រជែងនៅប្រទេសអាហ្នឹងបកនឹងបកហើយអាហ្នឹងដែលយើងទៅបញ្យលយើងចង់បញ្យលប្រជាពលរដ្ឋនៅក្នុងដំណើរការហ្នឹងប្រសិនបើចលនាសង្គមហ្នឹងវាធំហើយប្រជាពលរដ្ឋនឹងអាចយល់ដឹងបានពីចលនាសង្គមហ្នឹងខ្ញុំគិតថាបន្តចលនាហ្នឹងវាមានប្រយោជន៍ក្នុងការផ្លាស់ប្ដូរច្រើនជាងក្នុងការរៀបចំជាគណៈបកនយោបាយប៉ុន្តែបើសិនជាក្នុងកលៈទេសៈណាមួយចលនានឹងធំហើយឲ្យគណៈបកនឹងគាត់អត់ធ្វើឲ្យរដ្ឋាភិបាលនឹងអត់ធ្វើប្រជាជនគាត់ត្រូវតែមានសិទ្ធិប្រមូលគ្នាធ្វើជាទម្រង់គណៈបកមួយដែលមានលក្ខណៈជាតិតៃឬមួយក៏យើងទៅសេឯកសារអស់ហើយស្រាប់តែមានក្រុមយុវជនមួយក្រុមធំក្រុមបញ្ញវន្តមួយក្រុមធំគាត់ចង់បង្កើតគណៈបកយើងគួរតែលើកទឹកចិត្តឲ្យគាត់បង្កើតអាហ្នឹងបើនៅក្នុងសង្គមប្រជាធិបតេយ្យយើងគួរតែឲ្យមានសិទ្ធិបង្កើតពីព្រោះគាត់ពេលខ្លះគេចោទប្រកាន់គាត់ដែរខ្ញុំឃើញក្មេងៗដែលមានចូលចិត្តខាងនយោបាយគេចោទប្រកាន់ថាក្មេងហ្នឹងធ្វើនយោបាយមិនកើតអត់បត់ពិសោធន៍ចុះបើអត់ឲ្យគាត់បង្កើតគណៈបកធ្វើមិនគាត់បានបត់ពិសោធន៍បាទក្មេងហ្នឹងគឺគាត់ធ្វើការទៅ NGO ទៅបង្កើតគណៈបកហ្នឹងមិនមានបត់ពិសោធន៍ចុះបើសិនជាមិនឲ្យគាត់បង្កើតហ្នឹងកាលតែគាត់មានបត់ពិសោធន៍អាហ្នឹងដែលខ្ញុំចង់បញ្ជាក់ដល់សាធារណជនបាទអរគុណហើយខ្ញុំជួបអ្នកស្ដាប់លោកសុកពងបាទពីបាត់ដំបងបាទជម្រាបសួរបាទ
បាទនេះគឺការចាត់វិទ្យាស្ទើរជាđấyនឹងលោកបណ្ឌិតទាំងពីរផងបាទសូមជម្រាបសួរខ្ញុំចង់សូមសួរទៅលោកបណ្ឌិតទាំងពីរថាបណ្ដាញរបស់លោកបណ្ឌិតទាំងកើតឡើងហ្នឹងដោយពួកខ្ញុំនៅតាមជនបទអីចឹងតើធ្វើមិននឹងអាចចូលរួមក្នុងបណ្ដាញបានហើយមានការទុកចិត្តពិតប្រាកដthêmចំនួនមួយទៀតខ្ញុំចង់សួរទៅលោកបណ្ឌិតថាចុះយើងមានប្រសិទ្ធភាពដែលអត់បណ្ដាញបង្កើតឡើងសម្រាប់ដាក់នៅឲ្យមានការផ្លាស់ប្ដូរឬក៏ទៅគោលនយោបាយទៅគណៈបកដើម្បីឲ្យមានការស្គាល់ស្គាល់បើដូចជាយើងឃើញរយៈពេលកន្លងមកហើយជាតិនៃគណៈបកគ្រោះជាតិដែលបានធ្វើមហាបដកម្មនោះប្រជាជនរាប់លានអ្នកគឺចង់ឲ្យមានការផ្លាស់ប្ដូរតែខ្ញុំផុតទៅនៅតែមិនអាចផ្លាស់ប្ដូរបានដូចជាសម្ដីរបស់លោកហ៊ុនសែនបាននិយាយចឹងថាបើសិនជាប្រជាពលរដ្ឋនៅគ្រប់គ្រងគាត់នៅតែកម្មធ្វើជានាយរដ្ឋមន្ត្រីចឹងគាត់មិនមានការផ្លាស់ប្ដូរទេដល់យើងប្រើកម្លាំងប្រជាពលរដ្ឋគាត់ប្រើកម្លាំងអាវុធដូច្នេះចង់សួរលោកបណ្ឌិតថាតើបើសិនជាគាត់នៅតែមានគំនិតយ៉ាងដូចនេះហើយគាត់នៅតែមានការគ្រប់គ្រងប្រមូលផ្ដុំអំណាចចឹងតើយើងអាចមានវិធីអ្វីធ្វើតើយើងចង់ឲ្យបណ្ដាញដើម្បីឲ្យមានការផ្លាស់ប្ដូរធ្វើយ៉ាងដូចម្ដេចតែយើងត្រូវធ្វើបដកម្មឬក៏ត្រូវធ្វើម៉េចបើសិនជាគាត់នៅតែគ្រប់គ្រងនៅរបៀបនេះចឹងបាទសូមអរគុណបាទសូមអរគុណលោកទីបាទអរគុណបាទសូមអរគុណនៃសំណួរនេះល្អបណ្ដាញដែលជាលក្ខណៈពហុវិស័យឬមួយក៏ជាលក្ខណៈចម្រុះនឹងយើងចេញពីភូមិឃុំមកមុនចឹងភូមិណាឃុំណាក៏អាចជួបបណ្ដាញនឹងដែរទៅទៀតយើងអត់ចេញពីថ្នាក់ជាតិទេមានន័យថាមិនជំនុំគ្នាឲ្យទៅជ្រើសរើសអ្នកនេះជ្រើសរើសអ្នកនោះដើម្បីបង្កើតបណ្ដាញយើងត្រូវឲ្យមានប្រជាធិបតេយ្យនៃបណ្ដាញហ្នឹងតាំងពីភូមិឃុំមកហើយបោះឆ្នោតតគ្នាមកដើម្បីជ្រើសរើសប្រធានតំណាងបណ្ដាញហ្នឹងបន្តរហូតដល់ថ្នាក់ជាតិទោះបីជាប្រធានបណ្ដាញអនុប្រធានបណ្ដាញឬក៏សមាជិកក្រុមស្នូលបណ្ដាញហ្នឹងក៏យើងអត់ទាន់មានដែរវាត្រូវការសមាជិកមកក្រុមធំដើម្បីបោះឆ្នោតផ្ដល់សេចក្តីទុកចិត្តទៅដល់ក្រុមដែលដឹកនាំបណ្ដាញហ្នឹងហើយអត់មានបុគ្គលណាមួយដែលមកអះអាងថាជាប្រធានបណ្ដាញជាអ្នកដែលមានឥទ្ធិពលយើងធ្វើយ៉ាងម៉េចឲ្យប្រធានអនុប្រធានបណ្ដាញអ្នកដឹកនាំបណ្ដាញហ្នឹងគ្មានអំណាចប៉ុន្តែសមាជិកនៅក្នុងបណ្ដាញហ្នឹងមានអំណាចសមាជិកនៅក្នុងបណ្ដាញនេះជាអ្នកជ្រើសរើសអ្នកដឹកនាំហើយសមាជិកនៅក្នុងបណ្ដាញនេះជាអ្នកទម្លាក់អ្នកដឹកនាំបណ្ដាញហ្នឹងអាហ្នឹងបាទយើងរៀបចំគោលការណ៍ប្រជាធិបតេយ្យហើយខ្ញុំសូមផ្ដាំប្រជាពលរដ្ឋថាសម័យនេះគេហៅថា one man show គេហៅថាបុគ្គលធិបតេយ្យហ្នឹងគួរតែជារឿងអតីតកាលគួរតែជារឿងហួសសម័យធ្វើឲ្យមនុស្សម្នាក់អាចសម្រេចនៅលើជប់វាសនាមនុស្ស14លាននាក់ធ្វើឲ្យប្រធានអនុប្រធានគណៈបក2នាក់សម្រេចលើជប់វាសនាសមាជិកប្រទេស